ផ្នត់គំនិតសេដ្ឋីអាចកំបាំងនៃការផ្លាស់ប្ដូរវាសនាហិរញ្ញវត្ថុមនុស្សភាគច្រើនតែងតែយល់ថាមនុស្សដែលមានទ្រព្យសម្បត្តិស្រុកស្ដំឬក៏ជាសេដ្ឋីគឺជាអ្នកដែលមានសំណាងកើតមកក្នុងគ្រួសារមានបានឬជាអ្នកដែលមានឱកាសល្អជាងគេនៅក្នុងសង្គមប៉ុន្តែការពិតនៃការស្រាវជ្រាវជាច្រើនបានបង្ហាញថាទ្រព្យសម្បត្តិដ៏មហាសាលមិនមែនចាប់ផ្ដើមចេញពីទំហំទឹកប្រាក់នៅក្នុងកុងធនាគារនោះទេប៉ុន្តែវាចាប់ផ្ដើមចេញពីផ្នត់គំនិតគឺជាត្រីវិស័យដឹកនាំសកម្មភាពការសម្រេចចិត្តនិងរបៀបដែលអ្នកមើលឃើញពិភពលោកប្រសិនបើអ្នកចង់ផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នកឲ្យកាន់តែប្រសើរឡើងអ្នកត្រូវតែផ្លាស់ប្ដូររបៀបគិតរបស់អ្នកជាមុនសិនហើយខាងក្រោមនេះគឺជាចំណុចសំខាន់ទាំង6នៃផ្នត់គំនិតសេដ្ឋីដែលអ្នកអាចយកទៅអនុវត្តបានដោយទី1នោះតើផ្នត់គំនិតរបស់អ្នកថាខ្លួនគឺជាម្ចាស់ជោគវាសនាឬក៏ជាជនរងគ្រោះមនុស្សទូទៅតែងតែគិតថាជីវិតរបស់ខ្ញុំត្រូវបានកំណត់រួចជាស្រេចទៅហើយឬខ្ញុំក្រដោយសារតែរដ្ឋាភិបាលគ្រួសារឬសេដ្ឋកិច្ចមិនល្អពួកគេរស់នៅក្នុងផ្នត់គំនិតជាជនរងគ្រោះដែលចាំតែបន្ទោសកត្តាពីខាងក្រៅតែប៉ុណ្ណោះប៉ុន្តែចំណែកសេដ្ឋីវិញគឺប្រកាន់ខ្ជាប់នៅគោលការណ៍ខ្ញុំជាអ្នកបង្កើតជីវិតនិងជោគវាសនារបស់ខ្ញុំផ្ទាល់ពួកគេជឿជាក់យ៉ាងមុតមាំថាទោះបីជាពួកគេកើតមកនៅក្នុងភាពក្រីក្រក៏ដោយប៉ុន្តែការស្លាប់ទៅវិញទាំងក្រីក្រគឺជាជម្រើសនិងជាការទទួលខុសត្រូវរបស់ពួកគេនៅពេលដែលជួបបញ្ហាពួកគេមិនត្អូញត្អែរទេប៉ុន្តែត្រូវសួរខ្លួនឯងថាតើខ្ញុំអាចដោះស្រាយនិងរៀនសូត្រពីវាដោយរបៀបណាយើងអាចប្រៀបធៀបបានងាយប្រសិនបើទូកលិចដោយសារព្យុះមនុស្សទូទៅអង្គុយប្រកាសប្រាប់គេថាព្យុះកាចសាហាវណាស់ប៉ុន្តែសេដ្ឋីគឺជាអ្នកដែលខិតខំរៀនហែលទឹកនិងរៀបចំទូកឲ្យរឹងមាំជាងមុនសម្រាប់ជើងក្រោយនៅពេលអ្នកឈប់បន្ទោសអ្នកដទៃនោះហើយគឺជាចំណុចចាប់ផ្ដើមនៃការគ្រប់គ្រងជីវិតហិរញ្ញវត្ថុរបស់អ្នកផ្នត់គំនិតទី2គឺជាការបង្កើតទ្រព្យសកម្មឬក៏ជាការបង្កើតទ្រព្យអកម្មមនុស្សទូទៅនៅពេលដែលទទួលបានប្រាក់ចំណូលពួកគេតែងតែប្រញាប់ប្រញាល់យកទៅទិញបំណុលឬទ្រព្យអកម្មដែលមើលទៅដូចជាអ្នកមានបានដូចជាសម្លៀកបំពាក់ថ្លៃៗទូរស័ព្ទទំនើបឬរថយន្តដែលរំលោះហួសសមត្ថភាពចំណែកឯសេដ្ឋីវិញគឺផ្ដោតទៅលើការយកលុយទៅបង្កើតទ្រព្យសកម្មជាមុនសិនពួកគេទិញអ្វីដែលវិនិយោគហើយអាចបង្កើតប្រាក់ចំណូលបន្ថែមដូចជាអចលនទ្រព្យភាគហ៊ុនអាជីវកម្មឬការវិនិយោគទៅលើចំណេះដឹងខ្លួនឯងពួកគេសុខចិត្តរស់នៅសាមញ្ញនៅក្នុងពេលបច្ចុប្បន្នដើម្បីសាងសង់សមត្ថភាពហិរញ្ញវត្ថុដ៏រឹងមាំនាពេលអនាគតបញ្ហាដ៏ធំបំផុតមនុស្សថ្នាក់កណ្ដាលភាគច្រើនទិញទ្រព្យអកម្មដោយគិតថាវាគឺជាទ្រព្យសកម្មឧទាហរណ៍ការទិញរថយន្តថ្មីស្រឡាងមួយគ្រឿងដោយការរំលោះប្រាក់ខែ 80% ដើម្បីគ្រាន់តែបង្កើតមុខមាត់ផ្ទុយទៅវិញសេដ្ឋីយកលុយទៅបង្កើតទ្រព្យសកម្មឲ្យបង្កើតផលជាសាច់ប្រាក់ជាមុនសិនហើយយកផលចំណេញនោះមកទិញទំនិញសម្ភារៈនិយមតាមក្រោយផ្នត់គំនិតទី3គឺជាការផ្ដោតលើតម្លៃនៃការផ្ដល់ឲ្យលុយគឺជាផលធៀបនៃតម្លៃដែលអ្នកបានផ្ដល់ឲ្យទីផ្សារប្រសិនបើអ្នកចង់បានប្រាក់ចំណូលច្រើនអ្នកត្រូវតែបង្កើតតម្លៃឬដោះស្រាយបញ្ហាឲ្យមនុស្សកាន់តែច្រើនសេដ្ឋីមិនធ្វើការគ្រាន់តែដើម្បីដោះដូរពេលវេលាយកប្រាក់ខែនោះទេពួកគេបង្កើតប្រព័ន្ធផលិតផលឬសេវាកម្មដែលអាចបម្រើមនុស្សរាប់ពាន់ឬរាប់លាននាក់ការផ្ដោតទៅលើការផ្ដល់តម្លៃគឺជាកូនសោរដ៏សំខាន់នៅក្នុងការទាក់ទាញទ្រព្យសម្បត្តិដោយធម្មជាតិផ្នត់គំនិតទី4គឺជាការមើលឃើញឱកាសនៅក្នុងវិបត្តិមនុស្សទូទៅខ្លាចហានិភ័យរហូតមិនហ៊ានធ្វើអ្វីសោះពួកគេសុខចិត្តទុកប្រាក់នៅក្នុងគណនីធនាគារដែលចាញ់អតិផរណាជារៀងរាល់ឆ្នាំឬសុខចិត្តនៅធ្វើការដែលខ្លួនស្អប់ព្រោះតែភាពសុខសាន្តคล้ายៗចំណែកសេដ្ឋីវិញពួកគេមិនរត់គេចពីហានិភ័យទេប៉ុន្តែពួកគេគ្រប់គ្រងនឹងគណនីហានិភ័យមុននឹងវិនិយោគឬចាប់ផ្ដើមអាជីវកម្មពួកគេស្រាវជ្រាវវិភាគពីករណីអាក្រក់បំផុតហើយរៀបចំផែនការបម្រុងជាស្រេច
សម្រាប់ពួកគេហានិភ័យធំបំផុតនៅក្នុងជីវិតគឺជាការមិនហ៊ានប្រថុយធ្វើអ្វីសោះនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរយ៉ាងលឿននេះផ្នត់គំនិតទី5គឺជាវិន័យនៃសេចក្តីសុខដែលអាចរងចាំបានការលះបង់ភាពហឺហាបណ្ដោះអាសន្នដើម្បីសេរីភាពហិរញ្ញវត្ថុអស់មួយជីវិតរឿងមួយដែលរារាំងមនុស្សភាគច្រើនមិនឲ្យក្លាយទៅជាអ្នកមានគឺជាភាពទន់ខ្សោយនៅក្នុងការគ្រប់គ្រងអារម្មណ៍ដែលចង់បានភ្លាមៗរកលុយបានបន្តិចត្រូវតែទិញទូរស័ព្ទស៊េរីថ្មីកាច់កដើរលេងផឹកស៊ីចុងសប្តាហ៍ឬទិញសម្លៀកបំពាក់ប្រេនដើម្បីបង្អួតគេពួកគេយកប្រាក់ដែលគួរតែជាគ្រាប់ពូជទៅចំអិនហូបអស់តាំងពីដំបូងប៉ុន្តែសេដ្ឋីវិញមានវិន័យរឹងមាំទៅលើសេចក្តីសុខដែលអាចរងចាំបានពួកគេសុខចិត្តរស់នៅដែលសាមញ្ញបំផុតជិះម៉ូតូចាស់ពាក់អាវយឺតធម្មតារយៈពេល3ទៅ5ឆ្នាំដើម្បីសន្សំទុនយកទៅវិនិយោគទៅលើអាជីវកម្មឬអចលនទ្រព្យពួកគេយល់ច្បាស់ថាការលះបង់ភាពហឺហាខ្លីៗនៅថ្ងៃនេះគឺជាការទិញយកសេរីភាពនិងពេលវេលាជារៀងរហូតនៅថ្ងៃស្អែកនៅពេលទ្រព្យសកម្មរបស់ពួកគេធំធាត់រហូតដល់អាចបង្កើតប្រាក់ចំណូលអកម្មរាប់ពាន់ដុល្លារពេលនោះទើបពួកគេយកប្រាក់ចំណេញទៅទិញរបស់ប្រណិតអ្នកមានរងចាំទិញរបស់ប្រណិតនៅចុងក្រោយខណៈដែលមនុស្សទូទៅប្រញាប់ទិញវានៅដើមទីដោយបង់រំលោះនឹងការប្រាក់ចំណែកឯផ្នត់គំនិតទី6គឺជាការរៀនសូត្រឥតឈប់ឈរការវិនិយោគទៅលើគំនិតនិងបណ្ដាញទំនាក់ទំនងទ្រព្យសម្បត្តិអាចបាត់បង់ដោយសារវិបត្តិសេដ្ឋកិច្ចឬការឆបោកប៉ុន្តែចំណេះដឹងនិងសមត្ថភាពនៅក្នុងខួរក្បាលរបស់យើងគ្មាននរណាអាចលួចបានឡើយការអប់រំនៅក្នុងប្រព័ន្ធសាលាអាចធ្វើឲ្យអ្នករកប្រាក់ចិញ្ចឹមជីវិតបានប៉ុន្តែការស្វ័យសិក្សាដោយខ្លួនឯងនឹងធ្វើឲ្យអ្នកក្លាយទៅជាសេដ្ឋីភាគច្រើននៅក្នុងពិភពលោកគឺជាអ្នកអានសៀវភៅដ៏ស្ទាត់ជំនាញនិងជាអ្នករៀនសូត្រពេញមួយជីវិតពួកគេតែងតែអភិវឌ្ឍជំនាញគំនិតនិងយុទ្ធសាស្ត្រថ្មីជានិច្ចដើម្បីទាន់នៃការវិវត្តនៃពិភពលោកសេដ្ឋីតែងតែចំណាយពេលយ៉ាងតិច1ម៉ោងនៅក្នុងមួយថ្ងៃក្នុងការអានសៀវភៅស្ដាប់ podcast អភិវឌ្ឍខ្លួនឬការចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញថ្មីចំណែកឯបណ្ដាញទំនាក់ទំនងមានប្រយោគដ៏ល្បីមួយពោលថាបណ្ដាញទំនាក់ទំនងរបស់អ្នកគឺជាទំហំទ្រព្យសម្បត្តិរបស់អ្នកសេដ្ឋីតែងជ្រើសរើសឡោមព័ទ្ធខ្លួនឯងដោយមនុស្សដែលមានទស្សនវិស័យវែងឆ្ងាយមនុស្សពូកែជាងខ្លួននិងមនុស្សដែលជួយរុញច្រានគំនិតពួកគេឲ្យរីកចម្រើនប្រិយមិត្តទាំងអស់គ្នាការផ្លាស់ប្ដូរជីវិតហិរញ្ញវត្ថុមិនមែនជាការរងចាំសំណាងឬក៏ផ្លាស់ប្ដូរត្រឹមតែមួយយប់នោះទេប៉ុន្តែវាគឺជាលទ្ធផលនៃការសម្រេចចិត្តនិងទម្លាប់គិតរបស់អ្នកជារៀងរាល់ថ្ងៃទ្រព្យសម្បត្តិពិតប្រាកដមិនមែនចាប់ផ្ដើមចេញពីទំហំទឹកប្រាក់ដែលអ្នកមាននៅក្នុងដៃនាពេលនេះឡើយប៉ុន្តែវាចាប់ផ្ដើមចេញពីរបៀបដែលអ្នកប្រើប្រាស់ខួរក្បាលនិងពេលវេលារបស់អ្នកសូមរំលឹកនិងចងចាំរូបមន្តទាំង6នេះឲ្យច្បាស់ 1. ជាម្ចាស់ជោគវាសនារបស់ខ្លួនឯងឈប់បន្ទោសព្រហ្មលិខិតហើយទទួលខុសត្រូវទៅលើជីវិតខ្លួនឯង 100% 2. ការបង្កើតទ្រព្យសកម្មយកលុយទៅបង្កើតប្រភពចំណូលជាមុនសំទិញទំនិញសម្ភារៈនិយមតាមក្រោយទី3បង្កើតតម្លៃផ្ដោតទៅលើការដោះស្រាយបញ្ហាឲ្យមនុស្សកាន់តែច្រើនដើម្បីទទួលបានប្រាក់ចំណូលកាន់តែធំ 4. គឺជាការគ្រប់គ្រងហានិភ័យរៀនវិភាគនិងហ៊ានប្រថុយប្រឋានដោយមានការគណនាយ៉ាងច្បាស់លាស់ទី5ការចេះអត់ធ្មត់សុខចិត្តលះបង់សេចក្តីសុខបណ្ដោះអាសន្នដើម្បីសេរីភាពហិរញ្ញវត្ថុដ៏រឹងមាំនាពេលអនាគតនិងទី6ការវិនិយោគទៅលើខ្លួនឯងអភិវឌ្ឍចំណេះដឹងនិងបណ្ដាញទំនាក់ទំនងជាប្រចាំព្រោះវាគឺជាទ្រព្យសម្បត្តិដែលគ្មាននរណាអាចលួចបានឡើយការបោះជំហានចេញពីចំណុច0អាចជារឿងពិបាកប៉ុន្តែការសុខចិត្តរស់នៅក្នុងភាពខ្វះខាតដោយមិនព្រមផ្លាស់ប្ដូរនោះគឺជារឿងដែលឈឺចាប់ជាងតែក្នុងចំណោមផ្នត់គំនិតទាំង6នេះតើចំណុចមួយណាដែលអ្នកអាចបដិញ្ញាថានឹងចាប់ផ្ដើមអនុវត្តនិងអភិវឌ្ឍជាបន្តនៅថ្ងៃនេះប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍និងផ្ដល់ជាពន្លឺគំនិតសម្រាប់ជីវិតរបស់បងប្អូនសូមកុំភ្លេចចុច like, share
ទៅកាន់មនុស្សដែលអ្នកស្រឡាញ់និងចុច Subscribe ដើម្បីទទួលបានមេរៀនអភិវឌ្ឍខ្លួននិងយុទ្ធសាស្ត្រហិរញ្ញវត្ថុថ្មីៗជាច្រើនទៀតខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុសូមអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា